អង្គុយសុកសុកស្ដាប់តែអាពេកណានោះជិះម៉ូតូមកវូមកចិត្តខ្ញុំទៅចំហើយមកធ្វើអីនឹងគេនិយាយថាមិនអត់តោះអូនទៅមួយបងអីមានរឿងហួសចិត្តមួយខ្ទង់2019ដែលខ្ញុំទៅឡើងមកពេញថ្មីខ្ញុំចប់បាក់ឌុប2019អាយុខ្ញុំច្រើនមែនប៉ុន្តែខ្ញុំទៅចប់បាក់ឌុប2019ទេព្រោះសារខ្ញុំចូលរៀនយឺតជាងណាហើយចាប់ផ្ដើមប្រឡងចប់អីហើយបាក់ឌុបអីអស់ហើយចាប់ផ្ដើមឡើងមកពេញហើយខ្ញុំឡើងមកពេញក៏ខ្ញុំមិនឡើងមកម្នាក់ឯងទេខ្ញុំឡើងមួយដៃគូរបស់ខ្ញុំថាយើងតាក់ទងគ្នានៅស្រុកអីប្រហែលជា3-4 ខែដែរហើយប៉ុន្តែនៅពេលដែលឡើងមកពេញមកធ្វើការនៅពេញគាត់ឡើងមកមួយខ្ញុំដែរហើយរឿងដែលខ្ញុំហួសចិត្តហ្នឹងបងប្អូនដឹងរឿងអីអត់ពេលហ្នឹងខ្ញុំទៅដាក់ពាក្យធ្វើការនៅក្រុមហ៊ុនមួយដល់ពេលខ្ញុំទៅដាក់ពាក្យហ្នឹងសប្តាហ៍ខ្ញុំទៅកតុបទឹកហើយសង្សារខ្ញុំក៏ទៅមួយខ្ញុំដែរព្រោះដោយសារយើងទៅពេញដំបងយកទៅស្គាល់បានទេអញ្ចឹងហើយទៅកតុបទឹកអីទៅមួយគ្នាខាច់រោកតុបទឹកអត់ឃើញដល់ពេលទៅបងប្អូននឹងជួបអីអត់អាពេសុនសុកអ្នកដែលនៅយាមហ្នឹងគាត់អាយុប្រហែលជា40ទៅ50ហើយឡើងចិនណាអីអាយុអីខ្ទង់ពេលហ្នឹងខ្ញុំគាត់ថាអាយុតានេះប្រហែលជាខ្ទង់អាយុប្រហែលប៉ាខ្ញុំមិនហ្នឹងដឹងមិនអត់សង្សារខ្ញុំគាត់ក្មេងហើយគាត់សាច់របៀបសាច់សស្អាតបងដល់ពេលគាត់ឃើញរបៀបឃើញក្មេងរបៀបសាច់សស្អាតចឹងហើយទៅគាត់មកចាប់ដៃចាប់ជើងឡាចង់ហៅសង្សារខ្ញុំចូលទៅទឹកមួយគាត់ហើយខ្ញុំនៅចិត្តនឹងដែរហើយខ្ញុំចេញពីទៅទឹកមកខ្ញុំឃើញគឺខ្ញុំដេញគាត់ចេញវិញទៅហើយសង្សារខ្ញុំមិនមែនសង្សារសេងសង្សារប្រុសទេបាទអញ្ចឹងអាគ្នាក្មេងហើយរបៀបសាច់ស្អាតចឹងទៅមកពីខេត្តថ្មីប៉ុន្តែសាច់អត់ចាញ់ញ៉ាំពេញឯបាខ្ចីដូចសំបកហើយពូសនសុកហ្នឹងឃើញគឺទប់អត់ជាប់ហ្មងអាហ្នឹងមួយរឿងហើយនៅមានមួយរឿងទៀតមានមួយទៀតហ្នឹងដូចជានៅម្ដុំវត្តបទុមនៅម្ដុំវត្តបទុមហ្នឹងខ្ញុំទៅមួយសង្សារខ្ញុំដែរទៅកតុបទឹកទៀតទៅកតុបទឹកសាប់ទៅជួបអាពេណានឹងដែរមួយទៀត